សូមជំរាបសួរលោកគ្រូអ្នកដឹកនាំគ្រីបរិស័ទទាំងឡាយខ្ញុំឈ្មោះលោក Charles McCall ម្ដងទៀតហើយយើងបន្តរៀនពីមេរៀនសម្រាប់អ្នកដឹកនាំគ្រីបរិស័ទមកពីព្រះគម្ពីរធីម៉ូថេហើយថ្ងៃនេះយើងរៀនពីធីម៉ូថេខ្សែទី1ជំពូកទី1ខទី4ខទី4ហើយការកុំឲ្យជាប់ចិត្តទៅលើរងប្រែងនិងទៅលើបញ្ជីវង្សាត្រកូលដ៏វែងអន្លាយនោះដែររឿងទាំងនេះការបង្កើតឲ្យគេមានការចែកវែកញ៉ៃជាងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់យើងជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់តាមជំនឿដូច្នេះមានរងជាច្រើនចិនកាលគ្រីបរិស័ទម្នាក់ឬការអ្នកដឹកនាំគ្រីបរិស័ទម្នាក់អត់ត្រូវគ្នាជាមួយគ្រីបរិស័ទអ្នកដឹកនាំគ្រីបរិស័ទម្នាក់ផ្សេងទៀតហើយដោយសារជំនឿរបស់យើងខុសពីយើងឬការកល់យល់ដឹងរបស់យើងខុសពីយើងប៉ុន្តែលោកពោលថាសូមគុំឆ្លោះគ្នាអំពីរងដែលមិនសង្ឃឹមទេប៉ុន្តែជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់ហើយដែលជំនឿតាមជំនឿចង់និយាយខ្លីអំពីគម្រោងការរបស់ព្រះដោយសារយើងនឹងហើយមានព្រះនៃសកលលោកទាំងមូលព្រះដែលមួយព្រះអង្គដែលទ្រង់បានបង្កើតអ្វីៗសព្វសារប្រមាណព្រះតែមួយហើយពីដំបងបង្អស់ទ្រង់មានគម្រោងការតែមួយគត់សម្រាប់មនុស្សលោកយើងទ្រង់បង្កើតផែនដែលយ៉ាងនេះរឿងតែងប៉ុនមែននៅក្នុងសម្ព័ន្ធមេត្រីចាស់សម្ព័ន្ធមេត្រីថ្មីមានហេតុផលដើម្បីនាំព្រះជាម្ចាស់ដល់ទោះដៅរបស់ទ្រង់វាច្បាស់សម្រាប់យើងដែលជាប្រជាជនដែលវិសុទ្ធរបស់ព្រះទាំងអ្នកជឿទាំងអ្នកមិនជឿឲ្យយើងស្គាល់គម្រោងការរបស់ព្រះនិងរៀបចំជីវិតរបស់យើងក្រុមជំនុំរបស់យើងការងាររបស់យើងក្រុមគ្រួសាររបស់យើងតាមគម្រោងការរបស់ព្រះដែលសារថ្ងៃចុងក្រោយបំផុតយើងទាំងអស់គ្នានឹងឈរពីមុខកន្លែងកក្តីរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីមានចម្លើយព្រះយេស៊ូវទ្រង់នឹងសួរយើងដែលជាជឿលើទ្រង់តើធ្វើអីខ្លះដែលពាក់ព័ន្ធនឹងគម្រោងការរបស់ខ្ញុំដូច្នេះនេះជាហេតុផលដែលយើងមានជីវិតរស់នៅលើផែនដីយើងនេះដើម្បីបម្រើគម្រោងការរបស់ព្រះខ្ញុំស្ដាយអ្នកមិនជឿអត់ស្គាល់សោះអំពីគម្រោងការរបស់ព្រះអ្វីក៏ដែរគេចង់ធ្វើគេទៅគេរៀបការអ្នកណាធ្វើការនៅកន្លែងណាចាយលុយដល់របៀបណាទីនអីទៅណាតាមចិត្តរបស់គេអត់គិតសោះអំពីគម្រោងការរបស់ព្រះអំពីហេតុផលដែលទ្រង់អនុញ្ញាតឲ្យពួកគេមានជីវិតរស់នៅលើផែនដីយើងនេះចិនការវាដូចគ្នាដែរសម្រាប់គ្រីបរិស័ទយើងចិនការយើងធ្វើការសម្រាប់ចិត្តមួយអំពីរៀបការអ្នកណាទៅផ្ទះចូលធ្វើការកន្លែងណាធ្វើអីមិនធ្វើអីមិនតែមិនគិតអំពីគម្រោងការរបស់ព្រះដូច្នេះសំណួរដ៏សំខាន់បំផុតគឺតើព្រះជាម្ចាស់ចង់ឲ្យយើងមនុស្សលោកយើងធ្វើអីខ្លះនៅក្នុងចក្រជីវិតយើងដែលយើងមាននៅលើផែនដីយើងនេះហើយចម្លើយខ្លីយើងស្គាល់នៅក្នុងគម្ពីរលោកុបិតព្រះបន្ទូលដំបងរបស់ព្រះជាម្ចាស់ដែលទ្រង់មានព្រះបន្ទូលតាការលោកអារ៉ាមទ្រង់បោកសម្ដែងឲ្យមនុស្សលោកយើងគ្រប់គ្នាស្គាល់អំពីគម្រោងការរបស់ទ្រង់អំពីហារីបញ្ជាយើងមានជីវិតរស់នៅគឺនៅក្នុងលោកុបិតជំពូកទី1ខទី26ដល់28ទ្រង់បង្ហាញយើងថាប្រាប់យើងថាទី1គម្រោងការរបស់ទ្រង់គឺសម្រាប់មនុស្សទាំងឡាយស្គាល់ទ្រង់មនុស្សទាំងឡាយមានទំនាក់ទំនងជាមួយទ្រង់ដូច្នេះនេះគឺជាអត្ថភាពទី1ដែលពាក់ព័ន្ធនឹងគម្រោងការរបស់ព្រះគឺឲ្យមនុស្សគ្រប់ភាសាគ្រប់ជនជាតិស្គាល់ទ្រង់និងមានទំនាក់ទំនងជាមួយទ្រង់ដូចជាព្រះវរបេតាដើរជាមួយទ្រង់រៀងរាល់ថ្ងៃហើយមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់ដូច្នេះនេះគឺជាផ្នែកទី1នៅក្នុងផ្នែកទាំង4ដែលពាក់ព័ន្ធនឹងគម្រោងការរបស់ព្រះគឺឲ្យមនុស្សលោកស្គាល់ទ្រង់ទី2គឺឲ្យមនុស្សលោកជាអ្នកតំណាងរបស់ព្រះគម្ពីរចែងថាព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថាសូមឲ្យជាអ្នក
ជាតំណាងរបស់ព្រះមានថាមានលក្ខណៈដោយព្រះជាម្ចាស់មានថាគ្រប់គំនិតដែលយើងគិតគ្រប់ពាក្យសម្ដីដែលយើងនិយាយគ្រប់កិច្ចការដែលយើងធ្វើយើងជាធ្វើតាមព្រះហត្ថរបស់អង្គយើងជាអ្នកតំណាងរបស់ព្រះខ្ញុំនៅអធិក្រុងសៀមរាបហើយខ្ញុំទៅចេញទៅនេះអំបាយខ្ញុំចេញទៅដល់លេងខ្ញុំទៅស្វែងយល់ថាមនុស្សជាច្រើនសម្លឹងមើលខ្ញុំតែខ្ញុំជាមនុស្សល្អខ្ញុំជាមនុស្សអាក្រក់អ្នកចិត្តខានខ្ញុំគ្រួសារខ្ញុំអ្នកចូលធ្វើការជាមួយខ្ញុំគេសម្លឹងមើលខ្ញុំតែខ្ញុំជាមនុស្សបែបណាបាទខ្ញុំសង្ឃឹមថាខ្ញុំបង្ហាញពួកគេថាខ្ញុំជាកូនរបស់ព្រះយេស៊ូវគ្រីស្ទខ្ញុំមានអត្តចរិតល្អខ្ញុំមានចិត្តល្អខ្ញុំជួយអ្នកដទៃខ្ញុំស្រឡាញ់សត្រូវខ្ញុំស្រឡាញ់គ្រួសារខ្ញុំជាអ្នកធ្វើការដ៏ប្រសើរបំផាតតែសារខ្ញុំជាអ្នកតំណាងព្រះយេស៊ូវដូច្នេះចំណុចទី1នៅក្នុងគម្រោងការរបស់ព្រះគឺគ្រប់មនុស្សទាំងឡាយស្គាល់ទ្រង់ទី2ជាតំណាងរបស់ព្រះអង្គមានលក្ខណៈដោយព្រះអង្គគ្រប់ទីកន្លែងគ្រប់ពេលវេលាហើយទី3ខ្លាចថាជាមនុស្សដែលត្រួតត្រាស់លើផែនដីដែលគ្រប់គ្រងលើផែនដីដោយសាយរីកក្នុងជីវិតមានន័យថាយើងជាមនុស្សដែលឈ្នះយើងជាមនុស្សដែលសាយរីកតាមរយៈព្រះម្ចាស់យេស៊ូវគ្រីស្ទព្រះយេស៊ូវដែលសារអំពើបាបយើងផ្លាក់ចុះប៉ុន្តែដែលសារជំនឿលើព្រះយេស៊ូវទ្រង់លើកយើងឡើងដើម្បីអង្គុយពីលើបល្ល័ង្កជាមួយទ្រង់ដើម្បីសាយរីកក្នុងជីវិតដូច្នេះវាពាក់ព័ន្ធនឹងជំងឺពាក់ព័ន្ធនឹងការលំបាកពាក់ព័ន្ធនឹងវិញ្ញាណអាក្រក់ឬការបញ្ហាផ្សេងទៀតនៅក្នុងជីវិតយើងជាមនុស្សដែលចេះដោះស្រាយដែលសារយើងស្គាល់អំណាចនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតយើងហើយដែលសារយើងស្គាល់អំណាចនៅក្នុងព្រះបន្ទូលសាសនារបស់ព្រះជាម្ចាស់ដែរដូច្នេះយើងជាមនុស្សដែលសាយរៀងនេះគឺជាគម្រោងការរបស់ព្រះហើយមនុស្សលោកទាំងឡាយគ្រប់ប្រទេសជាតិសាយរៀងក្នុងជីវិតឈ្នះដោះស្រាយតែទី4បង្កើតកូនចៅជាច្រើនមកមានន័យថាយើងហៅថាបង្កើតសាវកនាំអ្នកផ្សេងទៀតស្គាល់ព្រះយេស៊ូវហើយអ្នកផ្សេងទៀតផ្លាស់ប្ដូរអត្តចរិតរបស់គេជាតំណាងរបស់ព្រះហើយជួយអ្នកផ្សេងទៀតចេះដោះស្រាយនឹងខ្សែរាជក្នុងជីវិតហើយបន្តទៅរកអ្នកផ្សេងទៀតថ្មីដើម្បីនាំគេជាសាវករបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះនេះហើយជាគម្រោងការរបស់ព្រះសម្រាប់មនុស្សលោកយើងគឺជាការងាររបស់យើងជាពិសេសការងាររបស់គ្រីស្ទបរិសុទ្ធដែលជាអ្នកដឹកនាំយើងបាទយើងត្រូវខំប្រឹងធ្វើអ្វីៗទាំងអស់ដើម្បីនាំមនុស្សជាច្រើនស្គាល់ទ្រង់ឮអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាជំហានដំបូងប៉ុន្តែថ្វាយខ្លួនតើទ្រង់នឹងស្គាល់ទ្រង់នឹងចាប់ផ្ដើមមានទំនាក់ទំនងជាមួយទ្រង់ជាមនុស្សដែលជាអ្វីដែលសំខាន់បំផុតដូច្នេះនេះគឺជាការងាររបស់យើងលោកគ្រូអ្នកគ្រូមួយទៀតជួយព្រមគ្រីស្ទបរិសុទ្ធនៅក្នុងក្រុមខ្ញុំរបស់យើងអង្គការរបស់យើងការងាររបស់យើងក្រុមហ៊ុនរបស់យើងដើម្បីឲ្យគេមានអត្តចរិតល្អយើងត្រូវបង្រៀនគេអំពីជាក់ទានត្រង់អំពីភាពស្មោះត្រង់អំពីអត្តចរិតល្អតែទី3បាទយើងត្រូវផ្លាស់ប្ដូរចិត្តគំនិតរបស់យើងខ្លាយជាមនុស្សដែលឈ្នះជាមនុស្សដែលសាយរៀងប្រយ័ត្នអំពីពាក្យសម្ដីដែលចេញពីមុខរបស់យើងត្រូវបង្រៀនក្រុមជំនុំរបស់យើងអញ្ចឹងហើយទី4យើងត្រូវរៀបចំផ្លូវច្បាស់លាស់ដើម្បីបង្កើតសាវករកអ្នកថ្មីនាំគេថ្វាយខ្លួនតាមព្រះយេស៊ូវនិងជួយគេផ្លាស់ប្ដូរជីវិតបង្កើតសាវកបន្តហើយមិនមែនតែលោកគ្រូអ្នកគ្រូប៉ុន្តែកូនរបស់លោកគ្រូអ្នកគ្រូកូនសិស្សរបស់លោកគ្រូអ្នកគ្រូហើយកូនចៅរបស់លោកគ្រូអ្នកគ្រូហើយបន្តពីមួយចំនួនទៅមួយចំនួនបើបង្កើតសាវកថ្មីរបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះបើយើងនិយាយអំពីគម្រោងការរបស់ព្រះដែលយើងស្គាល់ដែលជំនឿនេះហើយជាហេតុផលដែលយើងមានជីវិតរស់នៅនេះហើយជាការងាររបស់លោកគ្រូអ្នកគ្រូដែលជាគ្រូគង្វិលដែលជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំមួយឬក៏នៅក្នុងការងារមួយឬក៏នៅក្នុងអង្គការមួយ